សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរទីធុកនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីគន្លឹះថ្មីមួយទៀតបាទតកតងជាមួយនឹងការ download វីដេអូពី YouTube បាទអញ្ចឹងដើម្បី download វីដេអូពី YouTube តាមរយៈ iPhone បានអញ្ចឹងយើងប្រើប្រាស់កម្មវិធីមួយដែលមានឈ្មោះថា Fubo File Manager and Browser បាទអញ្ចឹងដើម្បីបានកម្មវិធីនេះយើងចូលទៅ App Store ដើម្បី download វាបាទអញ្ចឹងចុចលើ App Store តោះយើងចុចពាក្យថា Search បាទអញ្ចឹងកន្លែង Search នេះយើងវាល់ពាក្យថា Fubo File Manager and Browser បាទអញ្ចឹងយើង select លើវាមកបាទអញ្ចឹងវានឹងឃើញកម្មវិធីនេះឈ្មោះថា Fubo File Manager and Browser បាទដោយសារជាបាន download កម្មវិធីនេះហើយអញ្ចឹងយើងចុចពាក្យថា Open បាទដើម្បីបើកវាបាទបន្តមកទៀតអ្នកនរអគ្នាចុចលើពាក្យថា Browser បាទអញ្ចឹងកន្លែងវាចេញមកចេះយើងទៅវាយពាក្យថា YouTube បាទដើម្បីចូលទៅកាន់ website YouTube វិញបាទយើងវាយ youtube.com បាទហើយចុច go នេះមកដើម្បីទៅដល់ YouTube បាទអញ្ចឹងខាង website YouTube អ្នកនរគ្នាចុចកន្លែង search នេះបាទដើម្បីស្វែងរកចម្រៀងដែលអ្នកទាំងអស់គ្នាចង់ download បាទអញ្ចឹងទៅខ្ញុំវាយពាក្យថាខ្មែរ Song បាទចង់ download ខ្មែរ Song អញ្ចឹងខ្ញុំវាយថាខ្មែរ Song បាទបន្តមកយើងចុចទៅខ្មែរ Song មកបាទឧទាហរណ៍ខ្ញុំចង់ download វីដេអូបទចម្រៀងមួយដែលមានឈ្មោះថាបនភូមិបាទអញ្ចឹង select លើវាមកបាទអញ្ចឹងវា load ទាំងមួយដល់យើង download បាទអញ្ចឹងយើងអាចយកពាក្យថា download ឬក៏ download ក៏បានដែរអញ្ចឹងយកពាក្យថា download បាទដើម្បី download វាបាទអញ្ចឹងវាចាប់ផ្ដើម download ជាងយើងចង់ដឹងថាវា download ទៅដល់អត់យើងចុចទៅកន្លែងរូបនេះបាទហើយយើងពាក្យថា download បាទអញ្ចឹងយើងនឹងឃើញវាកំពុងតែ download ចម្រៀងនឹងហើយបាទអញ្ចឹងគឺនៃការ download វីដេអូពី YouTube តាមរយៈកម្មវិធី Fubo File Manager and Browser ត្រូវបានបញ្ចប់បាទអញ្ចឹងដើម្បីទស្សនានៅវីដេអូថ្មីច្រើនទៀតសូមអ្នកទាំងអស់គ្នាជួយចុចពាក្យថា subscribe ផងបាទសូមអរគុណសូមជម្រាបលាបាទ